រីករាយស្វាគមន៍មកកាន់រាត្រីដំណាលយប់នេះយើងនឹងនាំអារម្មណ៍លោកអ្នកត្រឡប់ទៅកាន់សម័យកាលដ៏យូរលង់នាសម័យបុរាណខ្មែរដែលពោលពេញទៅដោយជំនឿអាថាកំបាំងនិងរឿងរ៉ាវដ៏សែនរន្ធត់ដំណើរដែលខ្ញុំនឹងលើកមកអធិប្បាយជូនលោកអ្នកនាពេលនេះគឺជារឿងមួយដែលល្បីល្បាញតគ្នាមកថាពិតជាបានកើតឡើងមែននៅឯស្រុកមួយក្បែរដងស្ទឹងដ៏ជ្រៅរឿងនេះមានចំណងជើងថាខ្មោចលងក្បាលស្ពានសូមលោកអ្នកត្រៀមខ្លួនជាស្រេចព្រោះរឿងនេះគឺពិតជាសាហាវមិនចាញ់រឿងណាឡើយកាលពីព្រេងនាយក្នុងភូមិមួយឈ្មោះភូមិស្រែកដែលស្ថិតនៅដាច់ឆ្ងាយពីគេឯងគេបានកសាងស្ពានឈើមួយយ៉ាងធំសម្រាប់ឆ្លងកាត់ស្ទឹងទុតថ្លាដ៏ជ្រៅស្ពាននេះមានវ័យចំណាក់ណាស់ហើយឈើរបស់វាមានពណ៌ខ្មៅស្របដោយស្លែនិងដកវលីរុំជុំវិញមនុស្សម្នាគ្រប់រូបតែងហៅស្ពាននេះថាស្ពានបាក់ស្នេហ៍ព្រោះតែមានរឿងរ៉ាវស្នេហាដ៏សែនសោកសៅបានកើតឡើងនៅទីនោះរឿងរ៉ាវនោះបានផ្ដើមចេញពីស្រីក្រមុំម្នាក់ឈ្មោះនាងសាលីនាងសាលីគឺជាកូនស្រីតែមួយគត់របស់មេឃុំនាងមានរូបឆោមលោមពណ៌ល្អឥតខ្ចោះស្បែកសភ្លឺដូចទឹកដោះគោភ្នែកមូលក្រឡុងនិងសក់វែងអន្លាយដូចចង្កេះនាងបានលួចស្រឡាញ់បុរសម្នាក់ជាកូនអ្នកនេសាទក្រីក្រឈ្មោះចិតស្នេហាអ្នកទាំងពីរត្រូវមេឃុំជាឪពុកនាងហាមឃាត់យ៉ាងដាច់អហង្ការព្រោះគាត់បានផ្សំផ្គុំនាងឲ្យរៀបការជាមួយកូនប្រុសរបស់សេដ្ឋីម្នាក់ក្នុងស្រុកទោះបីជាត្រូវហាមឃាត់យ៉ាងណាក្តីនាងសាលីនិងចិតនៅតែលួចជួបគ្នាជាប្រចាំនៅក្បាលស្ពានចាស់នោះក្រោមម្លប់ដើមពោធិ៍ដ៏ធំមួយទីនោះគឺជានិមិត្តរូបនៃសេចក្តីស្នេហ៍ដ៏ស្មោះត្រង់របស់ពួកគេលុះដល់ថ្ងៃមួយមេឃុំដឹងរឿងនេះក៏ខឹងសម្បាជាខ្លាំងហើយបានប្រាកូនចៅឲ្យតែចាប់អាតៃមកវាយធ្វើទារុណកម្មយ៉ាងដំណាំរីឯនាងសាលីវិញត្រូវឪពុកចាប់ឃុំឃាំងក្នុងផ្ទះដើម្បីត្រៀមរៀបការដោយទ្រាំនឹងទារុណកម្មផ្លូវចិត្តមិនបាននាងសាលីបានសម្រេចចិត្តលួចរត់ចេញពីផ្ទះទាំងកណ្ដាលអាត្រាតហើយរត់ទៅរកអាទីនៅក្បាលស្ពានដែលធ្លាប់ជួបគ្នាពេលនាងទៅដល់នាងឃើញតែស្ពានចាស់ស្ងាត់ឈឹងគ្មានស្រមោលអាទីឡើយនាងស្រែកហៅឈ្មោះគូស្នេហ៍ទាំងទឹកភ្នែកប៉ុន្តែគ្មានការឆ្លើយតបនាងក៏អង្គុយយំអបរូបថតចិត្តនគរដើមភោនោះរហូតដល់ថ្ងៃរះដោយអស់សង្ឃឹមនឹងគិតថាចិត្តបានបោះបង់នាងចោលនាងសាលីក៏បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅកណ្ដាលស្ពានបាក់ស្នេហ៍នោះដើម្បីបញ្ចប់នៅរឿងរ៉ាវស្នេហាដ៏សែនឈឺចាប់របស់នាង3ថ្ងៃក្រោយមកគេក៏ប្រទះឃើញសពរបស់នាងអណ្ដែតតាមទឹកស្ទឹងមកទើរនៅក្រោមស្ពាននាងស្លាប់ទាំងកាយវិការអបរូបថតជិតជួបនឹងទ្រូងហើយមុខនាងឡើងស្លែកស្លាប់ទាំងកំហឹងនឹងការឈឺចាប់មេឃុំសោកស្ដាយជាខ្លាំងក៏នាំយកសពកូនស្រីមកធ្វើបុណ្យតាមប្រពៃណីចំណែកឯចិត្តវិញត្រូវបានមេឃុំដោះលែងតែដោយសារតែមានចិត្តស្រឡាញ់នាងសាលីខ្លាំងពេកក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនតាមក្រោយនាងក្នុងស្ទឹងតែមួយនោះដែរទីបំផុតស្នេហាអ្នកទាំងពីរក៏បានជួបគ្នាវិញតែជាវិញ្ញាណតាំងពីពេលនោះមកស្ពានចាស់នេះក៏ត្រូវបានគេស្គាល់ថាជាស្ពានខ្មោចលងដំបូងឡើយខ្មោចនាងសាលីលងតែមនុស្សប្រុសណាដែលទៅឆ្លងកាត់ស្ពាននៅពេលយប់ជ្រៅប៉ុណ្ណោះគេតែងឃើញស្រីក្រមុំម្នាក់សក់វែងអន្លាយឈរអើតនៅក្បាលស្ពានហើយស្រែកហៅឈ្មោះគូស្នេហ៍របស់នាងតីអាតីបងនៅឯណាមកជួបអូនមកសំឡេងរបស់នាងស្ដាប់ទៅគួរឲ្យអាណិតដូចជាកំពុងយំអ្នកដំណើរខ្លះដែលជាអ្នកកំសាកកាលបើឮសំឡេងនេះក៏ភ័យរត់ទាំងកំរោលរហូតដល់ជុះនោមដាក់ខោអាវក៏មានប៉ុន្តែរឿងដែលគួរឲ្យព្រឺព្រួចនោះគឺនាងតែងលងលោមគេឲ្យចុះចក្រមស្ពានជាមួយនាងនាយចាបជាអ្នកភូមិម្នាក់ដែលចូលចិត្តលេងល្បែងនៅផឹកស៊ីបានដើរឆ្លងកាត់ស្ពាននោះនៅពេលយប់ជ្រៅគាត់ដើរទាំងស្រវឹងជោគជាមពេលដល់កណ្ដាលស្ពានគាត់ក៏បានឮសំឡេងស្រែកហៅរបស់នាងសាលីបងចិត្តមកនេះបងអូនកំពុងរងចាំនាយចាបស្ដាប់ទៅដូចជាសំឡេងស្រីស្អាតកំពុងលួងលោមក៏ដើរតាមសំឡេងនោះទៅទាំងញញឹមញែមគាត់មើលទៅឃើញស្រមោលនាងសាលីឈរនៅក្បាលស្ពានមានសភាពស្រស់ស្អាតដូចពេលនាងនៅរស់អូនជាអ្នកណានាយចាបសួរទាំងសំឡេងកឹកក្រក់កឹកក្រាអូនគឺសាលីជាគូស្នេហ៍បងមិនបងធ្វើជាមិនស្គាល់អូនទៅវិញនាងនិយាយទាំងសំឡេងស្រួយស្រែនាយចាបស្រវាំងពេកក៏ភ្លេចគិតពីរឿងខ្មោចឡងហើយក៏ដើរទៅជិតនាង
ពេលទៅដល់នាងសាលីក៏បែរមុខមកចាំស្រាប់តែមុខមាត់របស់នាងប្រែคล้ายទៅជាមុខខ្មោចស្លេកស្លាំងភ្នែកខ្វួងឈាមហូរស្រក់តាមមាត់នាងបានលូកដៃចាប់ដៃនាចាបយ៉ាងណែនហើយអូសទានគួនឲ្យចុះទៅក្នុងទឹកស្ទឹងដ៏ជ្រៅបងត្រូវចុះទៅនៅជាមួយអូនគ្មានអ្នកណាអាចរស់នៅបានទេបើបងមិននៅជាមួយអូននាងស្រែកទាំងសំឡេងវែងអន្លាយសំណាងឡនាយចាបភ្ញាក់ខ្លួនទួនក៏វ៉ៅកម្លាំងរើបំរាស់រួចរត់ឡើងមកលើស្ពានវិញទាំងបុកពោះមុននឹងដួលសន្លប់នៅក្បាលស្ពានពេលគេបានភ្ញាក់ឡើងវិញគាត់ក៏លែងហ៊ានដើរឆ្លងកាត់ស្ពាននោះទៀតហើយនៅពេលយប់ការយាយីរបស់ខ្មៅនាងសាលីកាន់តែមានភាពសាហាវយងក្នុងឡាងនាងលែងលងលំដូចមុនហើយតែបែរទីលងបលាយមនុស្សគ្រប់រូបដោយផ្ទាល់តែម្ដងមិនថាព្រំឬស្រីទាំងក្មេងទាំងចាស់នាងប្រែคล้ายពីវិញ្ញាណស្រីក្រមុំដ៏សោកសៅទៅជាខ្មៅតៃហោងដែលចង់អាឃាតគ្រប់ពេលវេលាយប់មួយមានគ្រួសារមួយមានគ្នា3នាក់គឺលោកពូសិនភរិយាឈ្មោះញាក់មីងយ៉ននិងកូនស្រីអាយុ7ឆ្នាំម្នាក់ឈ្មោះអ៊ុំបានធ្វើដំណើរត្រឡប់មកពីចូលរួមបុណ្យការពីភូមិឆ្ងាយពួកគេត្រូវឆ្លងកាត់ស្ពានបាក់ស្នៃនោះពួកគាត់ជិះរទេះគោមួយទាំងកណ្ដាលយប់ពេលទៅដល់កណ្ដាលស្ពានរទេះគោរបស់ពួកគាត់ក៏ឈប់ទៅមុខលែងរួតលោកពូសិនក៏ចော့ទៅមើលគោស្រាប់តែឃើញគោរបស់គាត់ភ័យញ័រទៅត្រើកទាំងភ្នែកធំចាក់តែមើលទៅក្នុងស្ទឹងយូនហេតុអីបានជាគោមិនព្រមដើរទៅមុខអីចឹងលោកពូសិនសួរទៅភរិយាបងខ្ញុំឮសំឡេងយំអីនៅខាងក្រោមស្ពានហ្នឹងវាដូចជាសំឡេងស្រីម្នាក់កំពុងស្រែកយំញាក់មីងយុននិយាយទាំងភ័យភ្លាមនោះកូនស្រីឈ្មោះអ៊ុំក៏ស្រែកយំយ៉ាងខ្លាំងហើយចង្អុលទៅក្រោមស្ពានម៉ាក់ពុកឃើញអត់មានមីងម្នាក់គាត់ឈរអើតមើលមកយើងគាត់អត់មានជើងទេលោកពូសិននិងអ្នកមីងយ៉នភ័យឡើងព្រឺសម្បូរក៏ប្រញាប់លើកដៃសំពះបនស្រន់ទាំងភ័យតកស្លុតស្រាប់តែមានសំឡេងស្រែកជាប្រតិទយ៉ាងខ្លាំងឮចេញពីក្រោមស្ពានពួកឯងហ៊ានឆ្លងកាត់ទីនេះពួកឯងត្រូវតែស្លាប់ពួកឯងត្រូវតែធ្វើជាមិត្តអញមិនអោយពួកឯងនៅសុខទេមិនយូរប៉ុន្មានគេក៏ឃើញស្រមោលខ្មោចនាងសាលីហោះឡើងមកលើស្ពាននាងឈរនៅលើរទេះគោរបស់ពួកគាត់ហើយសម្លឹងមើលមកលោកពូសិនទាំងកៅភ្នែកក្រហមច្រាលរូបរាងនាងគួរឲ្យខ្លាចណាស់សម្លៀកបំពាក់នាងសើមជោគពណ៌ស្លេកស្លាំងហើយក្លិនស្អុយត្រីងាប់បានសាយភាយពេញបរិវេណស្ពានលោកពូសិនភ័យពេកក៏ដកកាំងបិទនៅក្នុងហោប៉ៅចេញមកប្រុងការពារខ្លួននិងគ្រួសារតែមុននឹងគាត់បានធ្វើអ្វីខ្មោចនាងសាលីក៏លូកដៃដ៏ត្រជាក់របស់នាងចាប់ក្រវ៉ាត់រទេះគោនិងគោធ្លាក់ចូលទៅក្នុងស្ទឹងដ៏ជ្រៅនៅយប់នោះគេឮតែសំឡេងស្រែករបស់លោកពូសិនអ្នកមៀងយ៉ននិងកូនស្រីអ៊ុំលាយលំជាមួយនឹងសំឡេងសើចលោកលើយរបស់ខ្មោចនាងសាលីគ្មានអ្នកណាហ៊ានចិនមកជួយឡើយព្រោះខ្លាចខ្មោចតៃហោងដ៏សាហាវនេះរឿងរ៉ាវខ្មោចលងសម្លាប់មនុស្សនៅក្បាលស្ពានបាក់ស្នេហ៍ក៏ល្បីសុះសាយពេញស្រុកអ្នកភូមិរស់នៅទាំងភ័យខ្លាចគ្មានអ្នកណាហ៊ានធ្វើដំណើរឆ្លងកាត់ស្ពាននោះឡើយនៅពេលយប់ជីវភាពរស់នៅរបស់ពួកគាត់ក៏ជួបការលំបាកជាខ្លាំងទីបំផុតមេឃុំថ្មីក៏បានសម្រេចចាត់ទៅនិមន្តលោកគ្រូអាចារ្យដំបងគ្រូញូងដែលល្បីល្បាញខាងមន្តអាគមនិងធម៌អាគមមកជួយបង្ក្រាបខ្មោចនាងសាលីនេះនៅយប់ស្រាលស្មៅកើតដែលជាយប់ពោពេញដោយរស្មីប្រច័ណ្ឌលោកគ្រូអាចារ្យដំបងគ្រូញូងក៏បានទៅដល់ក្បាលស្ពានបាក់ស្នៃនោះលោកគ្រូអាចារ្យស្លៀកពាក់សបំពាក់នៅខ្សែគង់យន្តគៀថានិងមានកាន់ដំបងគ្រូញូងមួយនៅដៃលោកបានដាក់រៀបគ្រឿងសក្ការៈបូជាមៀងបាយសីក្បាលជ្រូកផ្លែឈើនិងគ្រឿងក្រអូបនៅក្បាលស្ពានលោកគ្រូអាចារ្យចាប់ផ្ដើមធ្វើពិធីបន់ស្រន់និងរាត្រីតាំងសមាធិរបស់លោកសូត្រមន្តគាថាដ៏ស័ក្តិសិទ្ធិបញ្ចេញសំឡេងរងំពេញផ្ទៃអាកាសភ្លាមនោះខ្មោចនាងសាលីក៏បានលេចខ្លួនចេញមកនាងហោះចុះមកដោយសភាពគួរឲ្យខ្លាចជាងរាល់ដងភ្នែកនាងមានរស្មីពណ៌ក្រហមឆៅហើយសក់របស់នាងវិលដូចខ្យល់ព្យុះនាងស្រែកគំរាមលោកគ្រូអាចារ្យអ្នកមកទីនេះធ្វើអីទីនេះជាកម្លាយរបស់អញអ្នកគ្មានសិទ្ធិមកជ្រៀតជ្រែកទេលោកគ្រូអាចារ្យមិនតក់ស្លុតឡើយលោកបែរជាញញឹមតិចហើយនិយាយដោយសំឡេងទន់ភ្លន់ថានាងសាលីអូនទ្រូតែទៅចាប់កំណើតថ្មីកំហឹងនិងអាឃាតមិនបាននាំឲ្យអូនបានសុខឡើយគូស្នេហ៍របស់អូនក៏ទៅចាប់ជាតិហើយ
អូននៅទីនេះមានតែទទួលទុក មិនទេអញមិនទៅណាទេអញត្រូវរងចាំអាទីនៅទីនេះហើយអ្នកណាមកដល់ទីនេះក៏ត្រូវស្លាប់ដែរខ្មោចនាងសាលីស្រែកច្រឡោភ្លាមនោះនាងសាលីក៏ស្ទុះចូលមកប្រុងធ្វើបាបលោកគ្រូអាចារ្យលោកគ្រូអាចារ្យក៏បោះខ្សែគង់របស់លោកទៅលើរូបនាងតែខ្សែគង់នោះបែរជាដាច់ខ្ទេចខ្ទីទៅវិញលោកគ្រូដឹងថាខ្មោចតៃហោងនេះមានឫទ្ធិខ្លាំងណាស់រកគ្រូអាចារ្យដបងក្រញូងក៏ចាប់ផ្ដើមសូត្រមន្តអាគមដ៏ខ្លាំងក្លាគៀថាចាស់បុរាណដែលអាចបំបាក់បំបែកខ្មោចតៃហោងបានពេលសូត្រចប់លោកក៏បោះយ័ន្តមួយផ្ទាំងទៅលើខ្លួនខ្មោចនាងសាលីយ័ន្តនោះក៏ជួបទៅនឹងទ្រូងរបស់នាងហើយនាងក៏ស្រែកយំយ៉ាងឈឺចាប់រូបរាងរបស់នាងក៏ចាប់ផ្ដើមបាត់បង់คล้ายជាផ្សែងហួយឡើងទៅលើមេឃមុននឹងបាត់ខ្លួននាងសាលីក៏បានស្រែកបន្សល់ទុកនូវពាក្យសម្បត្តិមួយអញនឹងត្រឡប់មកវិញស្ពាននេះនឹងនៅតែជាកន្លែងរបស់អញរហូតអ្នកណាមិនគោរពនឹងត្រូវទទួលកម្មបន្ទាប់ពីខ្មោចនាងសាលីត្រូវបានបង្ក្រាបដោយលោកគ្រូអាចារ្យដំបងក្រញូងរួចមកភូមិស្រែកុកក៏បានទទួលនូវសេចក្តីសុខសាន្តត្រឡប់មកវិញមនុស្សម្នាក៏អាចធ្វើដំណើរឆ្លងកាត់ស្ពានបាក់ស្នាក់នោះបានជាធម្មតាវិញហើយតែគ្រប់គ្នាមិនហ៊ានមើលងាយឬប្រមាថឡើយលោកគ្រូអាចារ្យក៏បានបន្សល់ទុកនូវយ័ន្តធំមួយផ្ទាំងចារឹកដោយអក្សរខ្មែរបុរាណសម្រាប់បិទភ្ជាប់នៅក្បាលស្ពានធ្វើជារបាំងការពារមិនឲ្យវិញ្ញាណអាក្រក់ចូលមកយាយីមនុស្សម្នាបានទៀតលោកក៏បានផ្ដាំផ្ញើទៅដល់អ្នកភូមិទាំងអស់ថាស្ពាននេះមិនមែនគ្រាន់តែជាស្ពានសម្រាប់ឆ្លងកាត់ទេវាជាទីតាំងដែលវិញ្ញាណតៃហោងចង់អាឃាតនៅទីនោះសូមកុំដើរឆ្លងកាត់ស្ពាននេះនៅពេលយប់ជ្រៅដោយភាពអាគាវៈកុំជេរប្រតិទឬលេងសើចនៅទីនោះសូមឧទ្ទិសកុសលឲ្យនាងសាលីនិងអាតីបានទៅចាប់កំណើតថ្មីហើយសូមរស់នៅដោយធម៌នោះទើបមានសេចក្តីសុខរៀងខ្លួនតំណាលខ្មោចឡងក្បាលស្ពាននេះមិនមែនគ្រាន់តែជារឿងព្រឺព្រួតប៉ុណ្ណោះទេតែវាក៏ជារឿងរ៉ាវដែលបង្ហាញពីផលវិបាកនៃការចង់អាឃាតនិងអំណាចនៃកំហឹងដែលអាចធ្វើឲ្យវិញ្ញាណមួយជួបនៅនឹងកន្លែងមិនអាចទៅចាប់ជាតិបានវាជាការដាស់តឿនដល់មនុស្សគ្រប់រូបឲ្យចេះដោះលែងនូវសេចក្តីឈឺចាប់និងចងចាំនូវគុណធម៌នៃការរស់នៅស្ពានបាក់ស្នេហ៍នោះក៏នៅតែមានរហូតមកដល់សព្វថ្ងៃហើយទោះបីជាខ្មោចនាងសាលីត្រូវបានបង្ក្រាបហើយក្តីក៏អ្នកភូមិនៅតែមានជំនឿថាវិញ្ញាណនៃសេចក្តីសោកសៅនៅតែស្ថិតនៅទីនោះក្រោមលប់ដើមភោនិងទឹកស្ទឹងដ៏ជ្រៅតើរឿងរ៉ាវខ្មោចឡងក្បាលស្ពាននាពេលរាត្រីនេះបានធ្វើឲ្យលោកអ្នកព្រឺព្រួចបណ្ណាដែរសូមកុំភ្លេចចូលរួមប្រាប់មតិយោបល់នៅខាងក្រោមសូមជួយចុច Subscribe និង Like វីដេអូយើងខៀងផងសូមអរគុណសម្រាប់ការតាមដានស្ដាប់រឿងនិទានក្នុងរាត្រីនេះពី Channel រាត្រីដំណាលជូនពរលោកអ្នកកេងលក់ដោយសុខសាន្តជួបគ្នានៅរឿងនិទានក្រោយ